ជំរាបសួរអ្នកនរគ្នាថ្ងៃនេះគេថាចូលប្រៃទៀតហើយអ្នកនរគ្នាហើយបាទគឺនៅអត់សុកទេអ្នកនរគ្នាហើយដឹងតែងាកចូលប្រៃងាកចូលប្រៃហើយអ្នកនរគ្នាធ្វើម៉េចបើយើងអត់មានការងារល្អអត់មានការងារដែលច្បាស់លាស់ចឹងណាគឺការងាររបស់យើងមានតែដើរចូលប្រៃរកសមិទ្ធផលប្រមូលផលពីប្រៃចឹងទេអ្នកនរគ្នាហើយថ្ងៃហ្នឹងដែរគឺពួកខ្ញុំទៅរកខ្មុំដដែលអ្នកនរគ្នាប៉ុន្តែប្រៃចឹងហ្នឹងគឺរឿងប្លែកជាងមុនតិចចឹងណាបងអូនបាទគឺព្រៃជាងហ្នឹងគឺព្រៃខាងស្រុកអូរៀងអ្នកនរគ្នាគឺថាមានដើមអីក៏ខ្ញុំក៏អត់ស្គាល់ដែរអ្នកនរគ្នាបាទគឺជាទៅគឺមានព្រៃដែលព្រៃជ្រៅព្រៃក្រាស់ខ្លាំងចាណាបាទមានជ្រោះមានភ្នំមានអីចឹងទៅបាទហើយកន្លែងហ្នឹងដែរគឺថាតាមបងអូនអ្នកនរគ្នាឲ្យបាទមើលដើមអីគេដើមចុងដៅដើមចុងដបងចុងអីចាណាអ្នកនរគ្នាបាទជ្រោះជ្រៅមែនតើអ្នកនរគ្នាឲ្យបាទមើលទៅគឺថាខ្ពស់តែអ្នកនរគ្នាដើមឈើដើមអីចឹងណាដោយសារតែវាជ្រោះខ្ពស់អញ្ចឹងណាបងប្អូនបាទដើមឈើនឹងគឺទៀតតាមលក្ខណៈគូសាមអញ្ចឹងទេហើយកន្លែងហ្នឹងដែរគឺជ្រោះជ្រៅមែនតែអ្នកនរគ្នាហើយគឺពួកខ្ញុំដើរឆ្លងជ្រោះហ្នឹងដើម្បីឆ្លងអូទៅរកឃុំទៅរកអីចឹងណាបាទហើយនេះបាទសកម្មភាពដែលពួកខ្ញុំឆ្លងលូតលើជ្រោះលើអីហើយជ្រោះកន្លែងហ្នឹងគឺខ្ពស់គួរសមអ្នកនរគ្នាហើយនេះក្មួយរបស់ខ្ញុំបាទក្មួយទាំងពីរបាទគឺមួយហ្នឹងនៅតូចអញ្ចឹងណាបាទឲ្យអាបងវាលើកឲ្យអញ្ចឹងណាវាឲ្យហ៊ានលោតដោយសារតែវាខ្ពស់គួរសមដែរអ្នកនរគ្នាហើយបាទហើយថ្មជ្រោះតំណងដែរគឺថាស្រស់ស្អាតតែអ្នកនរគ្នាមើលនេះបាទមើលទៅតាមទស្សនវិជ្ជាជាក់ស្ដែងចាណាអ្នកនរគ្នាបាទហើយមើលទៅគឺថាស្រស់ស្អាតតំណងតែអ្នកនរគ្នាឃើញរូបថតដែលខ្ញុំផុសថ្ងៃមុនអត់ឃើញថ្មស្អាតពេកចឹងទៅខ្ញុំក៏ថតមកប៉ះទុកផុសលេងចឹងទៅទុកជាអនុស្សាវរីយ៍ចាណាអ្នកនរគ្នាបាទហើយកន្លែងហ្នឹងដែរគឺពួកខ្ញុំបានឃើញឃ្មុំចាណាហើយក៏នាំគ្នាអើតមើលបាទរកផ្លូវឡើងរកផ្លូវអីចាណាបាទហើយសូមអធិស្ឋានផងចំពោះការនិយាយត្រិតរបស់ខ្ញុំបាទហើយនេះគឺផ្លូវឡើងបាទគឺឡើងតាមវត្តទេអ្នកនរគ្នាបាទឡើងតាមដើមគឺរត់ទេហើយឃ្មុំនោះដែរគឺថាខ្ពស់មែនតើអ្នកនរគ្នាបន្ទាប់ពីមើលផ្លូវមើលអីពិភាក្សាគ្នាអីរួចរាល់ក៏ពួកយើងអឺកាត់ខ្សែវកាត់ខ្សែអីហ្នឹងដើម្បីធ្វើភ្លើងកប់ដូចរាល់ដងចាណាអ្នកនរគ្នាហើយនេះបាទតកងឡើងបាទគឺឡើងតាមវហ្នឹងចាណាបងប្អូនបាទហើយខ្ញុំថតអត់សូវបានក្បោះក្បាយប្រហែលទេសម្រាប់ការឡើងចាណាបងប្អូនបាទគឺខ្ញុំថតកាត់ទេកុំអោយមើលទៅស្រាប់ស្រាវពេកចាណាបងប្អូនបាទហើយនោះបាទតកងយើងឡើងដល់កន្លែងម៉ាចហើយអ្នកអរគ្នាហើយគឺហើយនៅខ្ញុំនៅខាងក្រោមវិញដោយសារតែយើងឡើងទៅម៉ែកទៅមួយទៅវាខ្ពស់ជាងខ្មុំចាណាហើយឥឡូវហ្នឹងគឺថាតកងរបស់យើងគឺបានមកដល់កន្លែងខ្មុំហើយឥឡូវហ្នឹងគឺចោះទៀតដោយសារតែខ្ញុំកាត់លឿនទេអ្នកនរគ្នាកុំអោយវីដេអូវែងពេកចាណាហើយកន្លែងខ្ញុំនៅនេះគឺឆ្ងាយណាស់មិញហ្នឹងបាទដោយសារតែមេវាកាចពេកចាណាបងប្អូនហើយលទ្ធផលដែលពួកខ្ញុំឡើងខ្មុំហ្នឹងបាទគឺបានរៀងគួរសមដែរអ្នកនរគ្នាហើយបាទគឺអត់សូវហត់ប្រហែលទេចំពោះទឹកខ្មុំបើសិនជាអត់មានទឹកអត់មានអីដឹងថាហត់ខ្លាំងហើយអ្នកនរគ្នាប៉ុន្តែបានទឹករៀងគួរសមដែរបើកាត់ជាលីត្រប្រហែលជាបាន2 3លីត្រដែរបងប្អូនហើយបាទមកស្បុកនឹងចាណាប៉ុន្តែគួរសមហើយមេវាកាចក៏គួរសមដែរអ្នកនរគ្នាធម្មតាជាទៅចឹងហើយអ្នកនរគ្នាហើយបាទហើយកន្លែងក្មួយខ្ញុំដែលខ្វះដីមិញហ្នឹងបាទខ្វះដីគ្រួសមិញហ្នឹងដើម្បីធ្វើអណ្ដូងបាទសម្រាប់ផឹកទឹកចាណាហើយនឹងដែរគឺយើងពុតទឹកខ្មុំបាទហើយចឹងនឹងដែរគឺខ្ញុំស្ដានតែអ្នកនរគ្នាដោយសារអត់មានរបស់ដាក់គឺពួកខ្ញុំពុតចឹងដើម្បីយកតែទឹកសុទ្ធទេអត់បានយកទាំងកមួនទាំងអីចឹងណាអ្នកនរគ្នាបាទហើយកន្លែងហ្នឹងដែរគឺពួកខ្ញុំចាក់ទឹកខ្មុំចូលកានចឹងណាអ្នកនរគ្នាដើម្បីស្រួលយើងកាន់បាទហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបាយបាយអរគុណច្រើនជម្រាបលា